ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះប្រធានបទគឺចង់ដឹងតែមិនស្ដាប់ហើយនឹងស្ដាប់ប៉ុន្តែមិនធ្វើដោយនៅក្នុងខមមិននេះអញ្ចឹងគាត់បានសរសេរថាជំរាបសួរលោកគ្រូខ្ញុំចូលចិត្តស្ដាប់តែមិនអនុវត្តដូច្នេះស្មើ0មែនអត់លោកគ្រូព្រោះតែពាក្យថាចាំនេះចាំធ្វើនេះចាំធ្វើនោះរួចសិនមានសំណួរខ្លះទៀតបងប្អូនយើងគាត់សួរមកដែរប៉ុន្តែវីដេអូហ្នឹងទើបតែឆ្លើយហើយថ្មីឬក៏គាត់សួរចំវីដេអូដែលឆ្លើយនៅសំណួរហ្នឹងតែម្ដងគ្រាន់តែថាគាត់អត់បានស្ដាប់ដល់ចប់អត្ថន័យក៏គាត់មិនទទួលបានដូច្នេះទើបខ្ញុំធ្វើវីដេអូមួយនេះហើយដាក់ប្រធានបទថាចង់ដឹងប៉ុន្តែមិនស្ដាប់ប៉ុន្តែមិនធ្វើរឿងគាត់សួរថាស្ដាប់ហើយប៉ុន្តែអត់ធ្វើស្មើ0មែនអត់វាមិន0ពេកទេវាមិនទៅទេពេកទេគ្រាន់តែលទ្ធផលវាអត់ប៉ុន្តែយើងបានគឺបានដឹងទីមួយគឺយើងបានដឹងវាគ្រាន់បើជាងអត់ដឹងដែរប៉ុន្តែបើថាលទ្ធផលវាអត់ហើយបើយើងនិយាយពីលទ្ធផលវា0ដូចតែគ្នាប៉ុន្តែគ្រាន់តែថាពេលខ្លះអាចទៅមុខទៀតទៅបើសិនណាជាយើងកែប្រែហើយចង់ធ្វើវាក៏យើងមានដើមទុនគឺដឹងនឹងឯងយើងធ្វើតែម្ដងព្រោះយើងបានដឹងរួចហើយប៉ុន្តែបើថាមិនស្ដាប់ឲ្យអត់ដឹងក៏អត់ដឹងធ្វើក៏មិនធ្វើអាហ្នឹងគឺពិបាកមែនទែនព្រោះអត់ដឹងមិនដឹងថាធ្វើយ៉ាងម៉េចឃើញទេវាទៅទេតែម្ដងអាហ្នឹងវាទៅទេជាងដឹងឲ្យមិនធ្វើបកមកក្រោយបន្តិចពាក់ព័ន្ធជាមួយនឹងសំណួរខ្លះដោយបងប្អូនសួរអញ្ចឹងអត់ឃើញខ្ញុំឆ្លើយដោយសារអីសំណួរហ្នឹងមានហើយពេលខ្លះទើបតែអាប់ឡូតហើយថ្មីហ្នឹងឯងអញ្ចឹងនៅពេលដែលធ្វើវីដេអូហ្នឹងម្ដងទៀតវាចម្លើយវាហាក់បីដូចជាដដែលបើសិនជាបងប្អូនអ្នកតាមដានស្ដាប់គាត់ថាដដែលពេកហើយវាធ្វើឲ្យគាត់រៀងធុញឬក៏រៀងសាំជាមួយនឹងការតាមដានណាអញ្ចឹងហើយបានជាខ្ញុំមិនធ្វើហើយមួយទៀតក៏ចង់ឲ្យបងប្អូនចេះទៅចែកមើលដោយខ្លួនឯងមិនថាតែនៅក្នុង channel របស់ខ្ញុំទេ channel ផ្សេងច្រើនទៀតពាក់ព័ន្ធជាមួយនឹងការអប់រំក៏គាត់បាននិយាយហើយខ្ញុំស្ដាប់ច្រើនដូច្នេះខ្ញុំបានដឹងដូចចម្លើយខ្លះវាមិនមែនជាគំនិតដែលខ្ញុំដឹងដោយខ្លួនឯងទេប៉ុន្តែជាគំនិតដែលខ្ញុំបានពីគេមកដែរដោយសារការស្ដាប់អញ្ចឹងវាបញ្ជាក់ថាចម្លើយខ្លះវាមានទាំងនៅក្នុង channel ខ្ញុំក៏មាននៅក្នុង channel ផ្សេងច្រើនទៀតក៏តែមានដែរគ្រាន់តែថាយើងអត់ព្រមចូលទៅស្ដាប់តែប៉ុណ្ណោះពេលខ្លះមាននឹងមុខហើយប៉ុន្តែគាត់ចង់ដឹងដោយគាត់ខ្ជិលស្ដាប់ចម្លើយគឺខ្ជិលស្ដាប់ដែលជាចំណុចមួយធ្វើឲ្យយើងនៅតែមិនដឹងវាជាការពិតដែលមកអង្គុយស្ដាប់ការនិយាយបែបហ្នឹងពេលខ្លះវាធុញទ្រាន់វាមិនដូចទៅមើលរឿងចិនឬក៏មើលរឿងថៃឬក៏ទៅស្ដាប់ចម្រៀងដែលយើងចូលចិត្តនោះទេការដែលយើងទៅធ្វើបែបហ្នឹងគេហៅថា entertainment ការកម្សាន្តវាធ្វើអារម្មណ៍ឲ្យយើងរីករាយប៉ុន្តែរឿងដឹងវានៅតែអត់ដឹងដដែលអញ្ចឹងមិនហាមមិនគាត់អីទេគ្រាន់តែថាយើងចំណាយពេលវេលាខ្លះស្ដាប់មួយឬក៏ពីរវីដេអូអីទៅក្នុងមួយថ្ងៃខ្ញុំជឿថាយើងនឹងទទួលបាននៅចំណេះដឹងច្រើនព្រោះសម័យនេះវាព័ត៌មានហ្នឹងគឺសរសើរមែនតើវាអត់សូវដូចថាមិនដូចពីមុនណាពីមុនមិនទូលំទូលាយអីទេដូចព័ត៌មានអីតលតែស្ដាប់វិទ្យុមួយថ្ងៃគេទៅផ្សាយ1ម៉ោងពេលព្រឹកទៅយើងបានដឹងហើយចុះព័ត៌មានខ្លះគេអត់ផ្សាយព្រោះម៉ោងគេត្រូវជួលចាក់ដែរអញ្ចឹងគេជួលបាន1ម៉ោងផ្សាយមិនអស់ព័ត៌មានវាមានច្រើននៅតែអត់ដឹងអាហ្នឹងខ្ញុំនិយាយពីមុនណាត្រូវទិញកាសែតយកមកអានឬក៏ត្រូវអីផ្សេងច្រើនវាមិនទូលំទូលាយឥឡូវអត់ទេតែ Facebook ហ្នឹងគឺយើងអាចដឹងបានច្រើនដែរតែ Facebook ហ្នឹងព័ត៌មានក៏ដឹងអាកាសធាតុអូតូនិយមអីហ្នឹងក៏យើងបានដឹងតាមរយៈទូរស័ព្ទហ្នឹងមើលព័ត៌មានក្រសួងប្រកាសក៏ដោយយើងមើលព្យាករណ៍អាកាសធាតុទៅតាមទូរស័ព្ទហ្នឹងក៏ដោយគឺយើងបានដឹងហើយបើទោះបីជាថាវាមិនជាក់ស្ដែង 100% ក៏យើងអាចបានដឹងតម្រុយខ្លះដែរអញ្ចឹងណាតែយើងមិនទៅស្វែងរក
ព័ត៌មានអស់ហ្នឹងហើយអ្នកនិយាយបើទោះបីជាគាត់និយាយប៉ុណ្ណាក៏ដោយប៉ុន្តែបើថាមិនស្ដាប់វានៅតែវាអត់បានដល់អញ្ចឹងឯងបើក្នុងករណីដែលយើងអត់ចូលចិត្តអានសភៅតាមពិតអានសភៅវាល្អមែនតើយើងបានដឹងអ្វីដែលយើងអត់បានដឹងយើងបានចេះនៅអ្វីដែលយើងអត់ធ្លាប់ចេះពីមុនមកគំនិតថ្មីគឺយើងទទួលបានពាក្យពេចន៍គឺយើងទទួលបានអក្ខរាវិរុទ្ធគឺយើងចេះបានច្រើនបើយើងឧស្សាហ៍អានប៉ុន្តែបើយើងអត់បានអានច្រើនទេកុំឲ្យយើងបោះបង់ចោលការស្ដាប់ទៀតព្រោះការស្ដាប់នេះពេលខ្លះយើងរវល់ការងារមួយចំនួនគឺយើងនៅតែស្ដាប់បានដែរឧទាហរណ៍យើងតែរវល់ធ្វើការងារផ្ទះចឹងចាស់បោសផ្ទះជូតផ្ទះលាងចានបោកកៅអៅយើងនៅតែអាចបើកទូរស័ព្ទចាក់ play ស្ដាប់ចោលវាមិនមែនចាំបាច់តតែយើងទៅកាន់ទូរស័ព្ទនឹងផ្ទាល់ទេគាត់ណាបើកចោលអញ្ចឹងហើយភាគច្រើនវីដេអូខ្ញុំធ្វើថតតែសំឡេងហើយយើងកាត់ចូលមានរូបភាពមានអីដាក់ចោលអញ្ចឹងទៅហើយបងប្អូនគាត់ណាចុច play ចោលទៅស្ដាប់ចោលអញ្ចឹងទៅអញ្ចឹងគួរកែប្រែហើយយើងចំណាយពេលវេលាខ្លះមិនទាំងស្រុងទេប៉ុន្តែពេលវេលាខ្លះនៅលើ YouTube ហ្នឹងយើងស្ដាប់អ្វីដែលមានប្រយោជន៍ទៅពេលខ្លះយើងមិនទាន់ឆ្ងល់ទេគ្រាន់តែយើងស្ដាប់ទៅយើងអូចំណុចហ្នឹងមិនទាន់ដឹងឯណាដឹងចម្លើយភ្លាមឃើញទេ YouTube វាដឹងមែនតើអំពីចរិតរបស់យើងនៅពេលដែលយើងចូលចិត្តមើលអីមិនចូលចិត្តអីគឺវាដឹងវាជាក្រុមហ៊ុនយក្សមួយអញ្ចឹងយើងឧស្សាហ៍ play ចុចវីដេអូមួយណាអា content ស្តៀងគ្នាហ្នឹងមកហើយបើថាយើងមើលបែបអប់រំហ្នឹងមើលពីក្រោមមកគឺមកតគ្នាហើយបើថាយើងចូលចិត្តចម្រៀងស្ដាប់ចម្រៀងតែ2-3បទហ្នឹងអាចម្រៀងហ្នឹងមកតគ្នាអញ្ចឹងអាហ្នឹងគឺវាដឹងពីចរិតរបស់យើងមែនទែនដូច្នេះវាបញ្ជាក់ឲ្យឃើញថាបើសិនជាយើងចូលចិត្តស្ដាប់អាហ្នឹងវាលោតមកឲ្យរហូតអត់ខ្វះទេវាលោតមកឲ្យរហូតណាស់តែយើងយូរចុចម្ដងអីមិនងាយលោតឲ្យទៀតទេអញ្ចឹងវាល្អត្រង់នេះ YouTube ហ្នឹងវាល្អត្រង់ហ្នឹងហើយខ្ញុំក៏ចូលចិត្តវាខ្លាំងដែរចំពោះ platform ហ្នឹងអញ្ចឹងហើយបានជាចំណាយពេលវេលាចំណាយអ៊ីនធឺណិតកុំព្យូទ័រយកមកអង្គុយកាត់ហើយធ្វើវីដេអូចែករំលែកទៅដោយសារបានទុកជាឯកសារផងបានរក្សាទុកបានយូរ 4-10 ឆ្នាំទៀតក៏នៅតែក្នុងហ្នឹងដែរវាលើកលែងតែយើងខុសគោលការណ៍ណាមួយធ្វើឲ្យ YouTube បិទ channel របស់យើងអាហ្នឹងទើបយើងចប់អញ្ចឹងខ្ញុំស្រឡាញ់វាខ្លាំងជាង Facebook ព្រោះ Facebook វាចង់ស្រាប់វីដេអូបែបហ្នឹងក៏មិនងាយដែរព្រោះយើងអូសទៅវាឃើញ friend យើងផុសបែបនេះបែបនោះវីដេអូវាមួយដែរដែលត្រូវ load មកឲ្យយើងឃើញវាអត់ដូច YouTube ចុចមកហើយឆ្ងល់អីចុចមកភ្លាមចង់ដឹងអីចុចមកភ្លាមលយចឹងវាលយចឹងអញ្ចឹងស្វែងរកព័ត៌មានដែលយើងចង់ដឹងនៅក្នុងហ្នឹងមកហើយសំណួរមួយទៀតដែលថាស្ដាប់ឲ្យមិនធ្វើវា0មែនអត់វាក្បែរ0ដែរប៉ុន្តែវាមិនទៅទេដូច0ពេកទេវាអាចថាបើ0យើងអាចឲ្យបន្ទុកស្ដាប់ឲ្យមិនធ្វើ1.25 អីចឹងទៅ 1.25 ឬក៏ 1.50 អីចឹងទៅព្រោះយើងបានដឹងទៅហើយនៅតែការអនុវត្តតែប៉ុណ្ណោះបើយើងអនុវត្តទៅបានផលហើយផលប៉ុណ្ណាអនុវត្តជាក់ស្ដែងវាបានប៉ុណ្ណឹងដូចគ្នាប៉ុណ្ណឹងមានកំហុសកុសឆ្គងនៅក្នុងការលើកឡើងវីដេអូមួយនេះសូមអធិស្ឋានបងប្អូនស្រាប់ដល់ទីនេះឬក៏ដល់ចប់កុំភ្លេចជួយ comment ប្រាប់យើងជួបគ្នានៅក្នុងវីដេអូឆ្លើយសំណួរខាងក្រោយទៀតអរគុណនិងជម្រាបលា